សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយលោកគ្រូនៅលើមុខវិជ្ជាកុំព្យូទ័រហើយមេរៀនទី1ក៏ដូចជាមេរៀនដំបូងដែលយើងត្រូវរៀននៅថ្ងៃនេះគឺស្ថិតនៅក្នុងជំពូកទី1អក្ខរកម្ម Digital នៅត្រង់ចំណុចនេះលោកគ្រូចង់ឲ្យបងប្អូនចាប់អារម្មណ៍បន្តិចលើចំណងជើងនៃជំពូកទី1របស់យើងគឺអក្ខរកម្ម Digital តើពាក្យអក្ខរកម្ម Digital មានន័យយ៉ាងដូចម្តេចទៅតើមានបងប្អូនណាធ្លាប់ដឹងពីអត្ថន័យវាពីមុនមកទេអញ្ចឹងជាការពិតណាស់ពាក្យអក្ខរកម្ម Digital កើតឡើងរវាងពាក្យពីរគឺពាក្យអក្ខរកម្មនិងពាក្យ Digital ពាក្យអក្ខរកម្មសំដៅទៅលើការរៀនឬក៏មានចំណេះដឹងទៅលើការប្រើប្រាស់អ្វីមួយប្រកបដោយប្រសិទ្ធភាពប្រកបដោយគុណភាពចំណែកឯពាក្យ Digital គឺសំដៅគ្រប់ទម្រង់នៃបច្ចេកវិទ្យាអញ្ចឹងដូចនេះពាក្យអក្ខរកម្ម Digital មានន័យថាសំដៅទៅលើការរៀនឬក៏មានចំណេះដឹងទៅលើការប្រើប្រាស់គ្រប់ទម្រង់នៃបច្ចេកវិទ្យាប្រកបដោយគុណភាពប្រកបដោយប្រសិទ្ធភាពអញ្ចឹងនេះគឺជាអត្ថន័យរបស់ពាក្យអក្ខរកម្ម Digital អញ្ចឹងមេរៀនទី1ដែលយើងត្រូវរៀននៅថ្ងៃនេះគឺអត្ថប្រយោជន៍នៃការរៀនកុំព្យូទ័រតើការរៀនកុំព្យូទ័រវាបានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះទៅអញ្ចឹងក្រោយពីចប់មេរៀននេះបងប្អូននឹងយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការរៀនកុំព្យូទ័រក៏ដូចជាដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់នៅកុំព្យូទ័រជាដំបូងលោកគ្រូចង់ឲ្យបងប្អូនចូលរួមសង្កេតទាំងអស់គ្នាទៅលើរូបភាពដែលលោកគ្រូបានបង្ហាញនេះអញ្ចឹងរូបភាពទី1គឺបង្ហាញពីសកម្មភាពនៅក្នុងសាលារៀនរូបទី2បង្ហាញពីសកម្មភាពនៅក្នុងមន្ទីរពេទ្យរូបទី3បង្ហាញពីសកម្មភាពនៅក្នុងផ្សារទំនើបរូបទី4បង្ហាញពីសកម្មភាពនៅក្នុងធនាគារទី5នៅក្នុងក្រុមហ៊ុនណាមួយទី6គឺនៅក្នុងផ្ទះតាមរយៈរូបទាំងអស់នេះតើបងប្អូនសង្កេតឃើញពីលក្ខណៈដូចគ្នាក៏ដោយលក្ខណៈខុសគ្នាយ៉ាងដូចម្តេចដែរអញ្ចឹងជាការពិតណាស់តាមរយៈរូបទាំង6នេះយើងឃើញមានលក្ខណៈខុសគ្នាគឺរូបនីមួយៗបង្ហាញពីសកម្មភាពនៅក្នុងស្ថាប័នក៏ដូចជានៅទីកន្លែងផ្សេងគ្នាតែអ្វីដែលដូចគ្នាគឺយើងឃើញថារាល់សកម្មភាពនៅក្នុងស្ថាប័នផ្សេងគ្នាក៏ដូចជាទីកន្លែងផ្សេងគ្នានោះសុទ្ធសឹងតែមានការចូលរួមទៅដោយកុំព្យូទ័រសួរថាហេតុអ្វីបានជាចាំបាច់ត្រូវមានការប្រើប្រាស់កុំព្យូទ័រដូចនេះតើការប្រើប្រាស់កុំព្យូទ័រនោះមានសារៈសំខាន់អ្វីខ្លះទៅសួរទៀតថាបើរាល់សកម្មភាពមិនថាក្នុងស្ថាប័នណាមួយសុទ្ធសឹងតែមានការចូលរួមនៅកុំព្យូទ័រសួរថាតើយើងត្រូវចេះកុំព្យូទ័រដែរឬទេសួរថាតើយើងត្រូវរៀនកុំព្យូទ័រដែរឬទេចម្លើយនោះគឺគួរតែរៀនព្រោះយើងរៀនកុំព្យូទ័រយើងអាចសម្របខ្លួនបានយ៉ាងងាយស្រួលទៅក្នុងបរិបទសង្គមបច្ចុប្បន្នព្រោះសង្គមបច្ចុប្បន្នគឺមានការចូលរួមនៅការប្រើប្រាស់កុំព្យូទ័រយ៉ាងទូលំទូលាយដើម្បីបង្កើតប្រសិទ្ធភាពការងារក៏ដូចជាបង្កើតនៅផលិតផលថ្មីជាច្រើនទៀតអញ្ចឹងទាំងនេះគឺពីសារៈសំខាន់នៃការរៀនកុំព្យូទ័រគឺជាសារៈសំខាន់មួយចំនួនដែលបងប្អូនគួរតែដឹងថាតើការរៀនកុំព្យូទ័រនោះវាមានសារៈសំខាន់អ្វីខ្លះទៅអញ្ចឹងទី1គឺឧបករណ៍ចាំបាច់ប្រើប្រាស់ក្នុងជីវិតនិងការងារអញ្ចឹងកុំព្យូទ័រគឺជាឧបករណ៍ចាំបាច់ក្នុងជីវិតប្រចាំថ្ងៃនិងការងារដោយជារូបភាពដែលលោកគ្រូបានបង្ហាញមុនអញ្ចឹងគ្រប់សកម្មភាពមិនថានៅក្នុងស្ថាប័នណាមួយទេសុទ្ធសឹងតែចូលរួមទៅដោយនៅកុំព្យូទ័រអញ្ចឹងកុំព្យូទ័រនេះគឺជាឧបករណ៍ចាំបាច់ណាស់ក្នុងការប្រើប្រាស់ក្នុងជីវិតនិងការងារនៅក្នុងបរិបទសង្គមបច្ចុប្បន្នទី2ឱកាសការងារជំនាញកុំព្យូទ័រជួយបង្កើតឱកាសការងារនិងប្រាក់ចំណូលបងប្អូនបានឃើញហើយគ្រប់ស្ថាប័នគ្រប់សកម្មភាពគ្រប់ទីកន្លែងសុទ្ធសឹងតែមានការចូលរួមដោយកុំព្យូទ័រអញ្ចឹងបើសិនជាក្រុមហ៊ុននោះឬក៏ស្ថាប័ននោះត្រូវការបុគ្គលិកឬក៏ត្រូវការសមាជិកចូលរួមសួរថាតើគេគួរជ្រើសរើសបុគ្គលឬក៏ជាសមាជិកដែលចេះកុំព្យូទ័រដែរឬទេអញ្ចឹងជាការពិតណាស់គេប្រកាសជាត្រូវការជ្រើសរើសសមាជិកឬក៏បុគ្គលដែលចេះប្រើប្រាស់នៅកុំព្យូទ័រអញ្ចឹងបើសិនជាយើងចេះប្រើប្រាស់នៅកុំព្យូទ័រឬក៏យើងមានជំនាញនៅកុំព្យូទ័រអញ្ចឹងយើងប្រកាសជាមានឱកាសខ្ពស់ក្នុងការចូលរួមជាសមាជិកស្ថាប័នរបស់គេហើយយើងក៏នឹងអាចទទួលបានប្រាក់ចំណូលខ្ពស់ផងដែរបើប្រៀបធៀប
ជាមួយនឹងបុគ្គលផ្សេងទៀតដែលមិនមានជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រទី3ប្រសិទ្ធភាពប្រមូលការងារនិងផលិតភាពការងារចឹងកុំព្យូទ័រជួយសម្រួលការងារនិងបង្កើតប្រសិទ្ធភាពការងារពេលយើងចេះកុំព្យូទ័រយើងអាចធ្វើការងារបានយ៉ាងឆាប់រហ័សប្រសិទ្ធភាពការងារយើងគឺកាន់តែខ្ពស់ទី4គឺជំនាញគិតការរៀនកុំព្យូទ័រជួយអភិវឌ្ឍជំនាញដោះស្រាយបញ្ហានិងការគិតបែប logical មានថាយើងចេះជំនាញកុំព្យូទ័រទៅធ្វើឲ្យការដោះស្រាយបញ្ហារបស់យើងការគិតរបស់យើងបែប logical បែបកតវិជ្ជាទី5គឺការរៀនសូត្រអញ្ចឹងសម្រាប់យើងជាអ្នករៀនសូត្រការប្រើប្រាស់កុំព្យូទ័រឬការរៀនកុំព្យូទ័រនេះគឺសំខាន់ណាស់សម្រាប់ការរៀនសូត្រនិងការស្រាវជ្រាវព្រោះកុំព្យូទ័រគឺជាប្រភពធនធានដ៏សម្បូរបែបគឺជាប្រភពឯកសារដ៏សម្បូរបែបប្រភពចំណេះដឹងដ៏សម្បូរបែបដោយតែយើងមានអ៊ីនធឺណិតយើងធ្វើការរុករកនៅលើបណ្ដាញអ៊ីនធឺណិតយើងនឹងទទួលបានឯកសារសម្បូរបែបតាមរយៈការចែករំលែកពីបុគ្គលនៅជុំវិញពិភពលោកចឹងទាំងនេះគឺជាសារៈសំខាន់នៃការរៀនកុំព្យូទ័រសួរទៀតថាចុះបើសិនជាយើងប្រើប្រាស់កុំព្យូទ័រតើយើងនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះទៀតនេះគឺជាសារៈសំខាន់នៃការរៀនកុំព្យូទ័រពេលយើងរៀនចេះហើយយើងប្រើប្រាស់នៅកុំព្យូទ័រសួរថាយើងនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះទៅនេះគឺជាអត្ថប្រយោជន៍នៃការប្រើប្រាស់កុំព្យូទ័រចឹងអត្ថប្រយោជន៍ទី1គឺទំនាក់ទំនងចឹងការប្រើប្រាស់នៅបច្ចេកវិទ្យាកុំព្យូទ័រនេះជួយសម្រួលការទំនាក់ទំនងបានយ៉ាងងាយស្រួលតាមរយៈការប្រើប្រាស់អ៊ីមែលតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមកម្មវិធីផ្សាយផ្សេងបានភាពងាយស្រួលគឺយើងអាចផ្ញើសារឯកសារឲ្យគ្នាដោយមិនចាំបាច់ទៅជួបផ្ទាល់យើងអាចធ្វើការទំនាក់ទំនងគ្នាប្រជុំឬក៏សិក្សាជាក្រុមឬក៏សិក្សាអ្វីមួយបានពីចម្ងាយដោយមិនចាំបាច់ទៅជួបគ្នាដោយផ្ទាល់ពីមុនពេលយើងអត់ចេះប្រើប្រាស់នៅកុំព្យូទ័រឬក៏បច្ចេកវិទ្យាបើសិនជាយើងចង់ផ្ញើឯកសារមួយទៅអ្នកដទៃគឺយើងត្រូវទៅដោយផ្ទាល់ឬក៏មានណាម្នាក់យកទៅដោយផ្ទាល់តែពេលយើងមានបច្ចេកវិទ្យាយើងចេះប្រើប្រាស់នៅកុំព្យូទ័រការទំនាក់ទំនងនោះមានភាពងាយស្រួលគឺយើងគ្រាន់តែផ្ញើសារឬក៏ផ្ញើឯកសារតាមរយៈអ៊ីមែលតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈកម្មវិធីផ្ញើសារផ្សេងហើយយើងអាចធ្វើការ call conference ទំនាក់ទំនងប្រជុំរៀនតាមប្រព័ន្ធអនឡាញបានយ៉ាងងាយស្រួលតាមរយៈការប្រើប្រាស់បណ្ដាញសង្គមផ្សេងឬក៏តាមប្រព័ន្ធផ្ញើសារផ្សេងដូចជា Messenger Telegram អីផ្សេងយ៉ាងណាអញ្ចឹងនេះគឺជាអត្ថប្រយោជន៍នៃការប្រើប្រាស់កុំព្យូទ័រទី1នោះគឺទំនាក់ទំនងទី2គឺការងារអញ្ចឹងកុំព្យូទ័រជួយបង្កើតប្រសិទ្ធភាពការងារតាមរយៈកម្មវិធីផ្សេងដូចជាការងាររដ្ឋបាលគឺយើងមានការប្រើប្រាស់នៅ Word Excel ឬក៏ PowerPoint អញ្ចឹង Word គឺជាបង្កើតឯកសារនិងរបាយការណ៍បានយ៉ាងល្អបានយ៉ាងមានប្រសិទ្ធភាពឯកសារទុកបានយូរយើងអាចកែប្រែវានៅពេលក្រោយបានតាមតម្រូវការ Excel យើងធ្វើការគណនាការវិភាគទិន្នន័យឧទាហរណ៍បើសិនជាយើងចេះ Excel ទេឧទាហរណ៍យើងលក់អ្វីមួយចុះការគិតបញ្ជីផ្សេងយើងធ្វើម៉េចយើងត្រូវគិតដោយដៃត្រូវប្រើ Casio ប្រើជាងទៅមានភាពលំបាកតែបើយើងចេះ Excel យើងអាចធ្វើការនោះបានលឿនតាមរយៈការគណនាតាមរយៈការវិភាគទិន្នន័យបានយ៉ាងប្រសើរតាមរយៈការ PowerPoint យើងអាចធ្វើបទបង្ហាញមានភាពទាក់ទាញទីហើយយើងលក់ផលិតផលចុះយើងអាចធ្វើផលិតផលរបស់យើងនឹងធ្វើជា PowerPoint ដើម្បី show បង្ហាញអ្នកដទៃឲ្យមានភាពទាក់ទាញឡើងល្អប្រសើរទៅបើសិនជាយើងអត់ចេះកុំព្យូទ័រយើងយកกระดาษឲ្យគេមើលឬក៏ការផលិតផលឲ្យគេមើលអញ្ចឹងស្រួលថាលំបាកដែរទេអញ្ចឹងបើយើងចេះ PowerPoint យើងអាចបង្កើតបទបង្ហាញឬក៏ធ្វើបទបង្ហាញដោយមានភាពទាក់ទាញដល់អ្នកដទៃអញ្ចឹងនេះប្រសិទ្ធភាពចំពោះការងារទី3នោះគឺការអប់រំអញ្ចឹងចំពោះការអប់រំកុំព្យូទ័រផ្ដល់នូវធនធានដ៏សម្បូរបែបនិងជួយសម្រួលការរៀនសូត្រតាមប្រព័ន្ធអនឡាញគឺនៅក្នុងបណ្ដាញសង្គមឬក៏បណ្ដាញអ៊ីនធឺណិតបើសិនជាយើងមានអ៊ីនធឺណិតយើងអាចធ្វើការរុករកទាញយកឯកសារគ្រប់បែបយ៉ាងតាមប្រព័ន្ធអ៊ីនធឺណិតឬក៏យើងអាចសិក្សាតាមរយៈអនឡាញរៀនបានលឿនដោយខ្លួនឯងមិនចាំបាច់ទៅរៀនដោយផ្ទាល់ទេគឺយើងអាចរៀនតាមអនឡាញហើយយើងអាចទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញពិភពលោកយើងនៅខ្មែរយើងអាចរៀនជាមួយនឹងគ្រូនៅក្រៅប្រទេសបានតាមរយៈការរៀនសិក្សាអនឡាញមួយទៀតបណ្ណាល័យ Digital ចូលប្រើសៀវភៅនិងឯកសារជាច្រើនតាមរយៈអ៊ីនធឺណិតទី4នោះការកំសាន្តអ
Chẳng ca cộng sản cùng tập đoàn nơi trùng rơi cộng sản chỉ cho hơn đôi chỉ ca một phim dún ca sắp lần thấy ca lên kèm với chuyện âm chẳng chứng chim sẽ cứ kèm ôi còn chỉ qua lại kèm chẳng không nhớ được gặp chạy chuyện ấy cứ đo ca cộng sản đo số bộ bài của dương thì mùi ca mơ phim dún tu sna phim dún của tập hết ca sắp lần thấy cho pra bọt trùng riêng rộp liên đi từ ca lên kèm cộng sản chỉ muốn kèm trả tập hếtទី5នោះគឺសម្រាប់ការស្រាវជ្រាវសម្រាប់អ្នកស្រាវជ្រាវគឺមានងាយស្រួលទី1ប្រមូលទិន្នន័យប្រមូលព័ត៌មានពីប្រភពផ្សេងៗទី2រៀបចំទិន្នន័យចាត់ចែងព័ត៌មានឲ្យមានរបៀបរៀបរយទៅវិភាគទិន្នន័យរកឃើញចំណុចសំខាន់ដែលយើងចង់បាននិងបង្ហាញលទ្ធផលអ្វីដែលយើងរកឃើញជា graphic ជា graph សសរឬក៏ជាវិភាគ A1 ដែលយើងចង់បង្ហាញនេះគឺសតែអត្ថប្រយោជន៍នៃការប្រើប្រាស់នៅ computerទី6គឺជំរុញការបង្កើតថ្មីការបង្កើតថ្មីកុំព្យូទ័រជាឧបករណ៍សំខាន់សម្រាប់អ្នកបង្កើតថ្មីដូចជាសរសេរកម្មវិធីគឺបង្កើតកម្មវិធីដោះស្រាយបញ្ហាណាមួយដូចយើងធ្លាប់ប្រើប្រាស់ app ទេ app ធនាគារឬក៏ app ណាមួយអនុហើយសិតតែជាផលិតផលនៃការបង្កើតថ្មីរបស់អ្នកសរសេរកម្មវិធីដើម្បីដោះស្រាយកម្មងារជាក់លាក់ណាមួយដើម្បីសម្រួលដល់អ្នកប្រើប្រាស់ឲ្យមានភាពងាយស្រួលអ្នករចនា graphic បង្កើតរូបភាពទាក់ទាញយើងឃើញហើយនៅក្នុងបណ្ដាញសង្គមសប្តាហ៍ថ្ងៃនេះមានរូបភាពមួយចំនួនមើលទៅស្អាតទាក់ទាញមែនតើនេះសុទ្ធតែកើតឡើងពីការ design ការរចនា graphic របស់អ្នកជំនាញ computer អ្នកបង្កើតមាតិកាផលិតវីដេអូនិងមាតិកា digital ឃើញហើយគឺអ្នកខ្លះគឺបង្កើតមាតិកាដើម្បីរកលុយតាមបណ្ដាញសង្គម MMO អីចឹងទៅគឺមានផលិតវីដេអូផលិតមាតិកា digital យើងឃើញអ្នកខ្លះថតរឿងខ្លីៗអ្នកថតរត់រឿងបែបអប់រំបែបកំសាន្តអីជាដើមអានេះហើយគឺសិទ្ធិអ្នកបង្កើតថ្មីគឺជាការប្រើប្រាស់នៅ computer មួយទៀតគឺអក្ខរកម្ម digital ជំនាញសម្រាប់អនាគតបើយើងចេះ computer មានថាវាគឺជាជំនាញសម្រាប់អនាគតយើងគឺល្អប្រសើរងាយស្រួលសម្របខ្លួនទៅនឹងបរិបទសង្គមបច្ចុប្បន្នជាចុងក្រោយលោកគ្រូនឹងគំថាបងប្អូននឹងយល់អំពីសារៈប្រយោជន៍នៃការរៀន computer ក៏ដូចជាអត្ថប្រយោជន៍នៃការប្រើប្រាស់ computer ជាចុងក្រោយលោកគ្រូសូមឲ្យបងប្អូនឆ្លើយសំណួរទាំង3នេះដើម្បីវាស់ស្ទង់នៅការយល់ដឹងក៏ដូចជាការយល់ឃើញរបស់បងប្អូនចំពោះមេរៀនមួយនេះ